ធ្លាក់ខ្យល់ល្វយចឹងបើបានរបស់រៀងក្តៅអូនញ៉ាំគឺថាពិសេសមែនទែនហ្មងចាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកដុតពងងាវហើយគ្រឿងផ្សំរបស់យើងតោះទៅមើលគ្រឿងផ្សំគឺមានពងមាន់ចំនួន3គ្រាប់ស្លឹកខ្ទឹមមើមខ្ទឹមក្រូចឆ្មាម្ទេសហើយនិងរ៉ូឌីម្សៅស៊ុបនិងងាវនាងខ្ញុំដាក់តែចំនួន3ខាំទេចាហើយលឹកខ្ទឹមនេះគឺដូចពុកម៉ែបងប្អូនឃើញចឹងគឺថាយើងហាន់រៀងទូចអីចឹងទៅមើមខ្ទឹមយើងដំវាឲ្យតប៉ែតឡែតទៅហើយក៏យកមកកច្រាំវាឲ្យទូចដើម្បីយើងយកទៅផ្សំគ្រឿងឲ្យវាមានរសជាតិឈ្ងុយឆ្ងាញ់ចឹងណាហើយពងងាវនេះគឺថាមិនបាច់ដាក់គ្រឿងអីច្រើនទេបងប្អូនអើយដាក់តែរ៉ូឌីអំបិលបន្តិចលួចបន្តិចទៅគឺថាជាតិលឹងសាហាវហ្មងហើយម្ទេសបងប្អូនចង់ដាក់ឬក៏មិនដាក់សាច់តែចំណងចំណូលចិត្តរបស់បងប្អូនហើយក្រូចឆ្មានេះគឺយើងយកទុកធ្វើទឹកជ្រលក់ក្រោយចឹងណាអញ្ចឹងគឺយើងដាំទឹកពុះហើយយើងក៏យកងាវយើងយកមកដាក់ចូលក្នុងផ្ទះអីចឹងទៅយើងស្រោះតែមួយភ្លុកពីរភ្លុកកូរចុះកូរឡើងហើយក៏ស្រង់វាទៅកុំឲ្យតែឆ្អិនពេកហ្នឹងគឺថាពិបាកបកវិញទេអញ្ចឹងគឺថាយើងយកហ្នឹងហើយយើងទុកឲ្យត្រជាក់យើងចាប់ផ្ដើមមកគោះពងមាន់ហើយពងមាន់នេះគឺយើងពុះរៀងថ្នមព្រោះសំខាន់មែនទែនសបកហ្នឹងដោយសារតែយើងយកសបកយកទៅអាំងនៅក្នុងភ្លើងដាក់ពងមាន់អីចឹងណាហើយក៏យើងគោះរួចហើយយើងក៏ដាក់លើខ្ទឹមសដែលយើងបានកច្រាំហ្នឹងទៅលួចអំបិលបន្តិចប៊ីចេងបន្តិចស្ករបន្តិចនិងរ៉ូឌីបន្តិចទៅកុំដាក់ច្រើនពេកតែច្រើនពេកហ្នឹងគឺថាវាយើងមានទឹកជ្រលក់ទឹកអីទៀតអញ្ចឹងណាអញ្ចឹងយើងដាក់តិចឡែមទៅអញ្ចឹងយើងកូរវាបែកឲ្យម៉ត់អញ្ចឹងទៅហើយក៏យើងដាក់ម្ទេសចូលហើយកូរឲ្យវារៀងសប់មែនទែនលឹងហើយពពុះហ្នឹងគឺយើងដួសចេញទៅបងប្អូនហើយចាបងប្អូនមិនចង់ដួសចេញតែចំណងចំណូលចិត្តរបស់បងប្អូនទេអញ្ចឹងគឺថាដុតពងងាវនឹងភ្លើងគឺគ្រឿងផ្សំគឺងាយមែនទែនអត់សូវពិបាកធ្វើហើយនេះទឹកជ្រលក់របស់យើងហើយយើងបុកទឹកត្រីកោះកងអីចឹងទៅហើយយើងរួចខ្ទឹមហើយអញ្ចឹងទៅហើយយើងដាក់ទឹកត្រីបន្តិចទៅបងប្អូនហើយដើម្បីឲ្យទឹកត្រីរបស់យើងកាន់តែឆ្ងាញ់ជាមួយនឹងពងមាន់ពងងាវដុតអីចឹងណាចាឆ្លើយរៀងល្អអីបងប្អូនហើយគឺថារៀងហើយងាវគឺយើងយកមកបកវាអញ្ចឹងទៅនេះបងប្អូនបកវាយើងយកតែសាច់វាបានហើយដោយសារតែសបកហ្នឹងវារៀងទូចពេកបើសិនជាធំអាំងនៅក្នុងហ្នឹងហ្មងហើយយើងដាក់គ្រឿងអីគឺរឹតតែអេមមួយយ៉ាងទៀតបាច់ប្រើពងមាន់សបកពងមាន់អីបងប្អូនហើយដោយសារតែងាវយើងទូចអញ្ចឹងចាំមើលដល់ថ្ងៃណាមានក្រុមរៀងសបកក្រាស់ធំអាហ្នឹងគឺថាលឹងឆ្ងាញ់ហ្មងអញ្ចឹងគឺយើងកំតន់កាត់អាហ្នឹងអញ្ចឹងយើងបកងាវរហូតដល់ងាវរបស់យើងអស់អីចឹងណាហើយនេះស្រួលមែនទេយើងយកទៅសមួយចាក់ចុះចាក់ឡើងអញ្ចឹងទៅគឺថាបានសាច់ហើយងាវគឺនាងខ្ញុំទិញម្សិលមិញកន្លះគីឡូដល់ពេលអញ្ចឹងទៅក៏ធ្វើអត់អស់ទេអញ្ចឹងក៏នឹកឃើញបើកងាវក្នុងធុងឃើញទៅក៏ធ្វើពងងាវមើលវីដេអូគេអញ្ចឹងណាហើយក៏នឹកឃើញភ្លាមគឺថាចង់ហូបអញ្ចឹងក៏អត់ទុកយូរដែរក៏ចាប់ផ្ដើមយកមកធ្វើភ្លាមហ្មងហើយនេះងាវរបស់យើងគឺថាជាងបករហូតដល់អស់អីចឹងទៅហើយនិយាយទៅគឺថាថ្ងៃនេះយើងធ្លាក់ខ្យល់មែនទែនហ្មងអញ្ចឹងរួចរាល់អស់ហើយពងងាវរបស់យើងហ្នឹងនេះយើងហើយអស់ហើយនេះអញ្ចឹងយើងចាប់ផ្ដើមយកមកអាំងក្លុកជាមួយនឹងពងមាន់របស់យើងទៅហើយយើងដាក់សបកអីចឹងទៅចាដាក់សបកឲ្យវារៀងក្តៅអីចឹងទៅក៏យើងដាក់ពងងាវរបស់យើងហ្នឹងណាចាយើងចាក់រៀងតិចកុំដាក់រៀងច្រើនហៀពេកដោយសារតែយើងត្រូវភ្លើងទៅអាពងមាន់ហ្នឹងគឺវាថាឡើងអីចឹងទៅធ្វើឲ្យរៀងទឹកធ្លាក់អីចឹងទៅនេះដាក់អញ្ចេះមកបងប្អូនគ្រាន់តែឃើញគឺថាលឹងតំណងមែនទែនហ្មងហើយរោយលឹកខ្ទឹមតិចអីអញ្ចឹងទៀតគឺថាលឹងឆ្ងាញ់មើលទៅលឹងតំណងហើយក៏យើងដាក់អាសបកហ្នឹងពងមាន់របស់យើងមាន3មែនទេបងប្អូនអញ្ចឹងសបកវាមាន6អញ្ចឹងវានៅសល់ទឹកអញ្ចឹងក៏យើងយកអាកែវអំបែងពងទាណាដែលចានត្រពងទាយើងយកមកដាក់អាំងចេះក៏បានដែរបងប្អូនដោយសារយើងអត់មានចានអាំងពងមាន់អីចឹងណាអញ្ចឹងទៅគឺយើងដាក់អញ្ចេះគឺថាបានមកលឿនហ្មងគឺថាមានសបកផងមានកែវចានអីចឹងទីទៅគឺថានឹងឆ្ងាញ់នេះបងប្អូនមើលនឹងតំណងមែនទែនហ្មងហើយកែវនឹងភ្លេចរយលឹកខ្ទឹមទៀតបងប្អូនអើយបើសបកគឺថារយលឹកខ្ទឹមនឹងតំណងមែនទែនអញ្ចឹងយើងអាំងយើងចង់បានសពក៏បានដែរឬក៏ឆ្អិនពេកក៏បានតែចំណងជ្រុងចិត្តបងប្អូននេះតែនាងខ្ញុំរៀងយកជាប់ភ្នៅឯងបងប្អូនគឺថាលឹងតំណងមែនទែនហ្មងហើយមើលបងប្អូននឹងមើលទៅគឺថានឹងឆ្ងាញ់ហើយបងប្អូនឃើញហ្នឹងអាចចង់សាកល្បងក៏បានដែរមើលទៅមាត់បងប្អូនអើយក្តៅហូបចេះទៀតគឺថានឹងឆ្ងាញ់នឹងជាតិហ្មងនិយាយទៅគឺថាអាកាសធាតុថ្ងៃនេះគឺថាខ្យល់ធ្លាក់ខ្យល់មែនទែនហ្មងចិត្តដាច់ខែទៀតអញ្ចឹងណាហើយអញ្ចឹងទៅគឺថាល្ងាមែនទែនអញ្ចឹងចិត្តចូលខែ2ចិត្តក៏ចិត្តចូលឆ្នាំចិនដែរអញ្ចឹងគឺថាថ្ងៃនេះគឺនាងខ្ញុំមកដុតពងងាវគឺមានតែប៉ុណ្្នឹងឯងបើសិនជាខុសឆ្គងត្រង់ណាអីចឹងកុំប្រកាន់ពុកម៉ែបងប្អូនអើយគឺថាផ្ទះខ្ញុំនេះគឺថាចូលចិត្តធ្វើអីរៀងប្លែកអីចឹងទៅចាអរគុណច្រើនជម្រាបលាបាយបាយបងប្អូនចា